បាននាំមកនៅសំណាងភាពសុខដុមរមនានាំមកនៅគេឈ្មោះសេចក្តីថ្លៃថ្នូរការរុងរឿងនិងការសិក្សាកំណត់ច្នៃប្រឌិតមានភាពលេចធ្លោព្រមទាំងការឡើងនៅឋានៈបនស័ក្តិនិងការទទួលស្គាល់ចេញអំពីអ្នកដទៃប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះបញ្ហាអារម្មណ៍សៅហ្មងភាពជាប់គាំងនៅក្នុងផ្លូវច្បាប់បញ្ហាឯកសារភាពមិនទៀងទាត់នៅក្នុងការងារអារម្មណ៍ច្បោកច្បល់សុខភាពរបស់មនុស្សចាស់នៅក្នុងផ្ទះនោះគឺជាជោគជតារិស័យឆ្នាំមីប្រចាំខែ4ខែមេសាឆ្នាំ2026 Subscribe Channel បន្ទាប់ជារូបកណ្ដឹងលោកអ្នកទទួលបានវីដេអូថ្មីៗជាបន្តបន្ទាប់មុនគេមុននឹងពួកយើងធ្វើការអស្ចារ្យជោគជតារិស័យឆ្នាំមីរបស់លោកអ្នកស្ថិតនៅក្នុងខែ4ខែមេសាឆ្នាំ2026ថ្លែងអំណរគុណចំពោះមិត្តភ័ក្តិបងប្អូននិង fan គ្រប់គ្នាទាំងអស់ដែលបាន Subscribe Channel ដែលបាន Like Share ព្រមទាំង Comment ល្អៗនៅលើ Channel លោកផងដែរយើងឃើញហើយថាបើយោងតាមតារាងប៉ាជឺបានបង្ហាញថាក្រោមអធិបុលនៃខែរោងនៃខែ4នេះបានភ្ជាប់មកនៅជោគជតារិស័យធម្មពលធាតុទាំង3ដែលរិស័យធម្មពលធាតុដីបង្ហាញអំពីការវិនិយោគទៅលើអចលនទ្រព្យនៅក្នុងការលក់ទិញជួលហើយជាប្រភពប្រាក់ចំណូលនិងការបង្កើតនៅយុទ្ធសាស្ត្រការដឹកនាំគំនិតភាពឆ្លាតវៃនៅក្នុងការអភិវឌ្ឍផ្នែកហិរញ្ញវត្ថុរិស័យធម្មពលធាតុឈើបង្ហាញអំពីប្រភពប្រាក់ចំណូលចេញអំពីប្រាក់ខែឬក៏ប្រាក់ដែលយើងអាចសន្សំនៅក្នុងការវិនិយោគបន្ថែមមានឥទ្ធិពលទៅលើវិស័យស្ថិតនៅក្នុងស្ថាប័នក្រសួងដូចជាក្រសួងអប់រំសុខាភិបាលក្រសួងកសិកម្មជាដើមនៅក្នុងនោះរិស័យធម្មពលនៃធាតុទឹកបង្ហាញអំពីការកសាងកេរ្តិ៍ឈ្មោះភាពបត់បែនគំនិតច្នៃប្រឌិតនិងភាពល្បីល្បាញនៅក្នុងសង្គមតាក់ទងជាមួយនឹងអាជីវកម្មដែលពាក់ព័ន្ធជាមួយនឹងធាតុទឹកមានតាក់ទងជាមួយអាជីវកម្មទូទៅអាជីវកម្មនៅក្នុងការដឹកជញ្ជូនអាជីវកម្មតាក់ទងជាមួយនឹងការផលិតចេញជាទឹកឬក៏ការចិញ្ចឹមត្រីជាដើមនេះគឺជាប្រភពប្រាក់ចំណូលច្រើនរូបភាពដែលលោកអ្នកទទួលបានដូច្នេះស្ថិតនៅក្នុងខែ4នេះរិស័យឆ្នាំមីរបស់លោកអ្នកបានទទួលនៅឱកាសល្អៗក៏ដូចជាសេចក្តីដែលយើងគួរប្រុងប្រយ័ត្នផងដែររឿងល្អៗដែលរិស័យឆ្នាំមីរបស់លោកអ្នកនឹងទទួលបានគឺថានៅពេលដែលជួបនៅរឿងបញ្ហាធំនឹងអាចដោះស្រាយទៅជាបញ្ហារឿងតូចខ្លាយទៅជាអត់រឿងហើយអាចជួយរំលាយគ្រោះចង្រៃវាបង្ហាញអំពីការជួយបំបត្តិនៅឧបសគ្គនិងជួយឲ្យលោកអ្នកឆ្លងផុតអំពីការលំបាកនិងមានអ្នកជួយតាមថែរក្សានៅក្នុងផងដែរស្ថិតនៅក្នុងខែ4នេះរិស័យឆ្នាំមីត្រូវបានជួយឲ្យមានភាពលេចធ្លោស្ថិតនៅក្នុងការងារនិងមានឋានៈបុណ្យស័ក្តិនិងការទទួលស្គាល់ចេញអំពីអ្នកដទៃបាននាំមកនៅគេឈ្មោះភាពថ្លៃថ្នូរជួយនៅក្នុងការសិក្សាឬការងារច្នៃប្រឌិតក៏បាននាំមកនៅលាភសំណាងនិងភាពសុខដុមរមនាដែលជាផលបុណ្យចាស់លោកអ្នកទទួលបានស្ថិតនៅក្នុងខែនេះយ៉ាងណាមិញរឿងដែលយើងគួរប្រុងប្រយ័ត្នមុននឹងធ្វើការបកបង្ហាញគឺត្រូវដឹងសេចក្តីសញ្ញាប្រុងប្រយ័ត្នទាំងអស់នេះជាមុនសិនរិស័យឆ្នាំមីរបស់លោកអ្នកស្ថិតនៅក្នុងខែ4នេះត្រូវប្រុងប្រយ័ត្នចំពោះបញ្ហាសុខភាពគ្រោះថ្នាក់ដែលកើតឡើងដោយនឹកស្មានមិនដល់ហើយក៏ជាសេចក្តីសញ្ញាប្រមានថាប្រយ័ត្នមានគ្រោះព្រោះតែការមុតរបស់មុតស្រួចដែលចេញពីលោហៈធាតុឬការវះកាត់តូចតាចគួរប្រុងប្រយ័ត្នចំពោះការប្រើប្រាស់របស់មុតស្រួចទាំងអស់នេះហើយក៏វាតំណាងឲ្យភាពមិនទៀងទាត់ការឡើងចុះស្ថិតនៅក្នុងចិត្តឬក៏ក្នុងការងារហ្នឹងចឹងកុំសម្រេចចិត្តរឿងធំលឿនពេកនៅក្នុងពេលនេះហើយក៏ជាសញ្ញាឲ្យយើងយកចិត្តទុកដាក់ចំពោះការរស់នៅជាមួយមនុស្សចាស់ដែលជាសាច់ញាតិរបស់យើងនៅក្នុងផ្ទះគឺពួកគាត់នឹងអាចមានបញ្ហាសុខភាពឬក៏តំណមមិនគួរចូលរួមនៅក្នុងពិធីបុណ្យសពបើជៀសបានហើយក៏មានន័យថាលោកអ្នកអាចមានអារម្មណ៍សៅហ្មងមួហ្មងឬក៏ការជាប់គាំងនៅក្នុងបញ្ហាផ្លូវច្បាប់ឬក៏នឹងឯកសារជាកត្តាពិសេសបន្ថែមហ្នឹងគឺយើងពិនិត្យមើលនៅក្នុងរឿងធំទាំង6យ៉ាងដែលតាក់ទងជាមួយនឹងការបកស្រាយវិភាគជោគជតារិស័យឆ្នាំមីរបស់លោកអ្នកជាកត្តាធំទាំង6នោះគឺរួមមានគោលបំណងនៃជីវិតស្ថិតនៅក្នុងខែ4នេះរិស័យឆ្នាំមីរបស់លោកអ្នកនឹងគឺទទួលបាន 40% តាក់ទងជាមួយនឹងទ្រព្យសម្បត្តិ
ហិរញ្ញវត្ថុលុយកាក់ហើយនឹងសេដ្ឋកិច្ចរបស់លោកអ្នកហ្នឹងគឺស្ថិតក្នុងខែ4ទទួលបានឱកាសចាប់ពី 60% តំណែងតំណងទូទៅការងារមិត្តភ័ក្តិនៅក្នុងសង្គមទទួលបាន 60% បាទហើយគ្រួសារគឺទទួលបាន 65% ភាពសុខដុមរមនាភាពស្រស់ស្រាយនៅក្នុងជីវិតទទួលបាននៅឱកាសក្នុងការឡើងឋានៈឬក៏ឱកាសនៅក្នុងការផ្លាស់ប្ដូរការងារពីកន្លែងមួយទៅកន្លែងមួយជាដើមគឺទទួលបាន 35% ហើយកត្តានៅក្នុងការរួមចំណែកការផលិតការដឹកនាំសកម្មភាពអាជីវកម្មការរៀបចំយុទ្ធសាស្ត្រការកសាងកេរ្តិ៍ឈ្មោះអីជាដើមគឺទទួលបានឱកាស 80% នឹងឡើងទៅអញ្ចឹងកត្តាទាំងអស់នេះវាឡើងចុះវាអាស្រ័យទៅនឹងសកម្មភាពដែលយើងបានធ្វើពីពេលមុនមកវាហុចផលឲ្យស្ថិតនៅក្នុងឱកាសដែលចាប់ផ្ដើមចេញអំពីខែ4នេះប៉ុន្តែភាគរយទាំងអស់នោះទោះបីជាឡើងចុះក៏មិនកំណត់ថាជាអចិន្ត្រៃយ៍ដែរអញ្ចឹងជាផែនទីជាសញ្ញាប្រាប់ឲ្យបងប្អូនរិស័យឆ្នាំមមីនឹងដឹងទុកជាមុនហើយយើងធ្វើការកែគុណខំប្រឹងនៅចំណុចដែលខ្វះចន្លោះស្ថិតនៅក្នុងសកម្មភាពគឺនឹងកើនឡើងហើយនឹងល្អប្រសើរបាទពីព្រោះថាអ្វីទាំងអស់វាមិនអាចពឹងតែលើមួយផ្នែកទេកើតឡើងព្រោះរឿងអាស្រ័យគ្នាគ្រប់កត្តាទាំងអស់ដូច្នេះនេះគឺជាកត្តាផលបុណ្យកត្តាជោគជតារិស័យរបស់លោកអ្នកហើយបងប្អូនត្រូវពឹងទៅលើទីតាំងដែលបងប្អូនកំពុងតែធ្វើការនឹងផងឬក៏សកម្មភាពបទពិសោធន៍ចំណេះជំនាញរបស់បងប្អូនផងអញ្ចឹងកត្តាធំទាំង3នេះនឹងជួយឲ្យបងប្អូនជោគជ័យស្ថិតនៅក្នុងគ្រប់កិច្ចការងារតូចធំទាំងអស់យោងទៅតាមបទបង្ហាញនៅកត្តាធំទាំង6នេះយើងនឹងធ្វើការវិភាគលម្អិតស្ដីអំពីចំណុចខ្លាំងចំណុចខ្សោយឱកាសការគម្រាមកំហែងនិយាយជារួមយើងសង្រួមមកត្រឹម2គឺមានន័យថាល្អនិងអាក្រក់ដែលជាសញ្ញាយើងគួរប្រុងប្រយ័ត្ននឹងធ្វើដូចម្ដេចដើម្បីងាយនៅក្នុងការចងចាំដូច្នេះយើងកំពុងតែព្យាករជោគជតារិស័យឆ្នាំមមីរបស់លោកអ្នកហើយឥឡូវយើងផ្ដោតទៅលើកត្តាទាំងអស់នេះឯងទី1គឺយើងមើលទៅលើការកសាងកេរ្តិ៍ឈ្មោះការងារក្រៅប្រទេសតាក់ទងជាមួយចៅហ្វាយនាយអ្នកធំអ្នកមានអំណាចនៅក្នុងសង្គមតាក់ទងជាមួយអតិថិជនតាក់ទងជាមួយនឹងបណ្ដាញសង្គមបាទឬក៏យើងកំពុងតែមើលថាតើនៅក្នុងការកសាងទ្រព្យសម្បត្តិរបស់លោកអ្នកនៅខាងក្រៅហ្នឹងមានបណ្ដាញមានឥទ្ធិពលឬក៏មានផលចំណេញយ៉ាងដូចម្ដេចជួបឧបសគ្គឬក៏បញ្ហាដូចម្ដេចបាទអញ្ចឹងយើងឃើញថានៅក្នុងខែនេះលោកអ្នកប្រស័យតាក់ទងញឹកញាប់ជាមួយអ្នកដែលកើតនៅក្នុងឆ្នាំវោកឆ្នាំមមីឆ្នាំថោះហើយនិងឆ្នាំអាសាញ់អញ្ចឹងសេចក្តីដែលតាក់ទងជាមួយមនុស្សដែលកើតនៅក្នុងឆ្នាំវោកជាឱកាសដែលនាំមកនៅការផលិតនាំមកនៅការកសាងកេរ្តិ៍ឈ្មោះភាពល្បីល្បាញការធ្វើទីផ្សារនិងភាពជោគជ័យនៅក្នុងការងារជាពិសេសមុខរបរអាជីពតាក់ទងជាមួយនឹងវិស័យធាតុទឹកអញ្ចឹងបងប្អូនដឹងហើយវិស័យធាតុទឹកគឺអាជីវកម្មទូទៅឬក៏អាជីវកម្មបែបដឹកជញ្ជូនមិនថាដឹកមនុស្សដឹកអីវ៉ាន់អីទេនឹងហើយទេសចរស្អីទៀតបងប្អូនការចិញ្ចឹមសត្វនៅក្នុងទឹកធ្វើជាមុខរបរឬក៏ផលិតទឹកជាសិប្បកម្មទឹកអីនឹងជាដើមហ្នឹងឬក៏តំណាក់តំណងការទូតតំណាក់តំណងអន្តរជាតិបដិសណ្ឋារកិច្ចអីសិតតែជាអាជីពជំនាញនៅក្នុងមុខរបរនៃធាតុទឹកអញ្ចឹងទាំងអស់នោះវាកើតឡើងស្ថិតនៅក្នុងថ្ងៃណាខ្លះបងប្អូនថាកើតឡើងស្ថិតនៅក្នុងបណ្ដាថ្ងៃទី8 18និងថ្ងៃទី28ឱកាសក្នុងចំណោម30ថ្ងៃនេះឱកាសវាលេចធ្លោច្រើនស្ថិតនៅក្នុងបណ្ដាថ្ងៃទាំងអស់នោះឯងបាទអញ្ចឹងយើងឃើញថាសម្រាប់ការងារគ្រប់គ្រងដឹកនាំសិទ្ធិអំណាចឬក៏លោកអ្នកនោះគឺមានទូនាទីដែលជាអ្នកធ្វើការនៅក្នុងមន្ត្រីរាជការស្ថាប័នជាតិស្ថាប័នរដ្ឋហ្នឹងណាមានឱកាសជួបជាមួយអ្នកធំកសាងកេរ្តិ៍ឈ្មោះការទទួលស្គាល់នៅក្នុងសង្គមនិងអាចមានឱកាសផ្លាស់ប្ដូរពីទូនាទីមួយទៅទូនាទីមួយល្អប្រសើរជាងមុនទៅទៀតចឹងឱកាសទាំងអស់នោះបាទវាកើតមានឡើងនៅក្នុងបណ្ដាថ្ងៃទាំងអស់នេះឯងបាទគឺកើតស្ថិតនៅក្នុងថ្ងៃទី3 13និងថ្ងៃទី23បាទអញ្ចឹងមនុស្សដែលកើតនៅក្នុងឆ្នាំថោះអាចមានអត្ថប្រយោជន៍ជួយលោកអ្នកឲ្យទទួលបានព័ត៌មានដំណឹងល្អស្ថិតនៅក្នុងខែ4នេះរិស័យឆ្នាំមមីរបស់លោកអ្នកទទួលនៅការអភិវឌ្ឍទ្រព្យសម្បត្តិទទួលបានការគ្រប់គ្រងចេញអំពីសាច់ញាតិពីជីដូនឬក៏ចេញពីម្ដាយបង្កើតឬក៏ការចេញអំពីការទទួលបាននៅការកសាងផ្ទះឬក៏ទិញផ្ទះឬក៏
យើងដាក់ជួលនៅខាងក្រៅយើងមានផ្ទះមួយហើយយើងជួលផ្សេងទៀតណាជួលឬក៏យើងចង់និយាយថាយើងអាចមានលទ្ធភាពសាងសង់ផ្ទះជាផ្ទះលំហែនៅខាងក្រៅទៀតយើងអាចដាក់ជួលវាបានទៀតអញ្ចឹងឱកាសស្ថិតនៅក្នុងនោះតាមរយៈមនុស្សដែលកើតនៅក្នុងឆ្នាំម្សាញ់គឺបានភ្ជាប់មកជាមួយនឹងដំណឹងល្អៗទាំងអស់ហ្នឹងហើយក៏វាកើតមានឡើងបាទស្ថិតនៅក្នុងបណ្ដាថ្ងៃទាំងអស់នេះឯងថ្ងៃទី5 15និងថ្ងៃទី25ស្ថិតនៅក្នុងខែ4បាទអញ្ចឹងនៅក្នុងរឿងដែលតាក់ទងជាមួយនឹងការងារទាំងអស់ហ្នឹងមានការកសាងកេរ្តិ៍ឈ្មោះការងារក្រៅប្រទេសចវាយនាយអ្នកមានអំណាចបណ្ដាញសង្គមតាក់ទងជាមួយអតិថិជនការងាររកស៊ីគេអកគេមរតកអចលនទ្រព្យទាំងអស់ហ្នឹងមានរឿងអ្វីល្អបន្ថែមទៀតហើយរឿងអាក្រក់យ៉ាងម៉េចជាសញ្ញាប្រុងប្រយ័ត្នយើងម៉េចយើងធ្វើម៉េចដើម្បីឲ្យដឹងអញ្ចឹងនេះគឺជាកិច្ចដែលយើងត្រូវដឹងព័ត៌មានបន្ថែមអំពីចំណុចដើម្បីសង្កត់និងបង្ហាញអំពីភាពលម្អិតស្ថិតនៅក្នុងកត្តារឿងទាំងអស់នោះអញ្ចឹងរឿងដែលល្អនោះបន្ថែមនេះគឺថាតំណាងឲ្យទ្រព្យសម្បត្តិការសន្សំចៃបានល្អជាសញ្ញាកើនឡើងនៃលាភសំណាងផ្នែកហិរញ្ញវត្ថុបង្ហាញអំពីភាពដឹកនាំរឹងមាំរបស់លោកអ្នកសម្រាប់ចិត្តលូតលាស់និងមានការទទួលស្គាល់ចេញពីមនុស្សដែលនៅក្រោមបង្គាប់របស់យើងគឺជួយជ្រោមជ្រែងយើងបាទការគ្រប់គ្រងសិទ្ធិអំណាចនិងមានភាពលេចធ្លោនៅក្នុងការងារយ៉ាងណាមិញរឿងដែលយើងត្រូវប្រុងប្រយ័ត្នព្រោះថាមនុស្សទាំងអស់គេមិនស្រឡាញ់យើងគ្រប់គ្នាទេអញ្ចឹងការងារឬក៏ឱកាសក៏វាថមថយទៅតាមនឹងឬក៏វាមានរឿងមួយចំនួនក៏វាមានភាពចម្រូងចម្រាសទៅទាំងប្រទេសគ្នាដែរវាជាមិនផុតទេអ្នកណាក៏ដោយអញ្ចឹងសេចក្តីដែលយើងគួរប្រុងប្រយ័ត្ននោះប្រុងប្រយ័ត្នទៅលើអីថាប្រុងប្រយ័ត្នថាវាអាចនាំឲ្យយើងមានការផ្លាស់ប្ដូរខ្លាំងឬក៏សម្ពាធផ្លូវចិត្តឬក៏គ្រោះចង្រៃអីវាកើតឡើងតាក់ទងជាមួយនឹងបញ្ហាផ្លូវច្បាប់ឆ្លោះប្រកែកឬក៏ក្បត់ចេញអំពីអ្នកដែលតាមដានយើងគេមានថាមានដាក់ការតាមដានយើងណាហើយចឹងគ្រប់កន្លែងទាំងអស់កន្លែងណាក៏មានដែរកន្លែងតូចកន្លែងធំអារឿងគេដាក់តាមដានហ្នឹងជិះមិនផុតទេទោះបីនៅក្នុងកន្លែងណាក៏ដោយស្ថាប័នរដ្ឋឬឯកជនក៏ដោយអញ្ចឹងក៏វាតំណាងត្រូវប្រុងប្រយ័ត្នចំពោះការប្រើប្រាស់របស់មុតស្រួចអាចបង្កជារបួសស្នាមហូរឈាមបាទហើយមួយទៀតគឺអារម្មណ៍របស់យើងដែរគឺឆេវឆាវបាទឆេវឆាវនឹងធ្វើឲ្យយើងខូចការធំណាហើយបញ្ហាសុខភាពរបស់មនុស្សចាស់នៅក្នុងផ្ទះឬក៏ការធ្វើដំណើរទៅគឺថាជាពិសេសរឿងយើងទៅសួរសុខទុក្ខអ្នកជំងឺឬក៏ចូលទៅក្នុងពិធីបុណ្យសពអីហ្នឹងគឺធម្មពលនៅក្នុងខ្លួនរបស់យើងហ្នឹងរិស័យរបស់យើងវាមិនសូវល្អទៅដល់ស្រូបអវិជ្ជមាននេះយើងទប់អត់ជាប់អញ្ចឹងបើយើងតមបានយើងតមទៅស្ថិតនៅក្នុងខែនេះណាឥឡូវយើងពិនិត្យមើលនៅក្នុងរឿងពិសេសបន្ថែមទៀតជាពិសេសស្ថិតនៅក្នុងការពិនិត្យមើលហិរញ្ញវត្ថុលុយកាក់ទ្រព្យសម្បត្តិបាទតំណែងតំណងការធ្វើទីផ្សារបិទការលក់ឬក៏ឱកាសអាជីវកម្មការងារដែលតាក់ទងជាមួយនឹងការ office ឬក៏ការឡើងទូនាទីតំណែងឋានៈការទទួលស្គាល់ឬក៏ការងារអាជីពជំនាញរបស់យើងមានការអភិវឌ្ឍទេទទួលបានប្រាក់ខែច្រើនទេទទួលបានអតិថិជនច្រើនទេមានប្រភពប្រាក់ចំណូលល្អប្រសើរទេឬក៏មានឧបសគ្គមានបញ្ហាយ៉ាងដូចម្ដេចនៅកន្លែងការងារឬមុខរបររកស៊ីរបស់យើងហ្នឹងអញ្ចឹងស្ថិតនៅក្នុងខែនេះរិស័យឆ្នាំមមីរបស់លោកអ្នកតែងតែប្រស័យតាក់ទងញឹកញាប់ជាមួយនឹងបណ្ដាឆ្នាំទាំងអស់នេះគឺឆ្នាំជូតឆ្នាំរោងឆ្នាំឆ្លូវនិងឆ្នាំរកាចឹងឱកាសស្ថិតនៅក្នុងខែ4នេះតាក់ទងជាមួយនឹងមុខរបរអាជីពការងារអាជីវកម្មរបស់យើងនឹងគឺមានឱកាសនៅក្នុងការវិនិយោគរកស៊ីលក់ចេញទិញចូលជាពិសេសស្ថិតនៅក្នុងកសិផលបាទមុខរបរនៅក្នុងវិស័យកសិកម្មមុខរបរអាជីពជំនាញតាក់ទងក្នុងវិស័យក្រសួងអប់រំសុខាភិបាលហ្នឹងសិតតែជាជំនាញនៅក្នុងឱកាសដែលយើងទទួលបានប្រាក់ចំណេញចេញពីអស់ហ្នឹងអញ្ចឹងបើសិនណាអ្នកឧទាហរណ៍ថាយើងមានជំនាញស្អីក៏ដោយជំនាញគ្រូបង្រៀនជំនាញជាវិជ្ជបណ្ឌិតឬក៏កលៀននៅបឋយិកាឬក៏អីតាក់ទងជាមួយវិស័យទាំងអស់ហ្នឹងអញ្ចឹងបងប្អូនពិនិត្យមើលខ្លួនឯងទៅក្នុងវិស័យអប់រំនោះមានជំនាញច្រើនមានឯកទេសមានឋានៈច្រើនមិនដឹងថារាប់អស់យ៉ាងណាហើយនៅក្នុងក្រសួងសុខាភិបាលនៅក្នុងក្រសួងកសិកម្មសិតតែជានៅក្នុងវិស័យធាតុឈើដែលរិស័យឆ្នាំមមីរបស់លោកអ្នកមិនដឹងថាធ្វើការនៅក្នុងក្រសួងមន្ទីរណាឬក៏ការងារណាអញ្ចឹងឱកាសនិយាយរួមទៅឱកាសរកលុយបានស្ថិតនៅក្នុងការវិនិយោគបាទ
នៅក្នុងការធ្វើដូចទីហោថាយើងរៀបចំការថែរក្សាឬវាថាយើង care ណា care កូនក្មេងយកចិត្តទុកដាក់ថែរក្សាកូនក្មេងទារកហ្នឹងឬក៏មនុស្សចាស់ហ្នឹងមានមុខរបរអញ្ចឹងក៏ទទួលបានផលចំណេញដែរនឹងយើងគ្រាន់តែជាឧទាហរណ៍ឲ្យស្រួលយល់ហើយស្ថិតនៅក្នុងខែនេះឱកាសដែលលេចធ្លោអញ្ចឹងវាកើតមានឡើងនៅក្នុងថ្ងៃណាខ្លះកើតនៅក្នុងថ្ងៃទី10ថ្ងៃទី20និងថ្ងៃទី30ហើយចំណែកនៅក្នុងការតាក់ទងនៅក្នុងការឱកាសនៅក្នុងការវិនិយោគឬក៏សន្សំទ្រព្យការឡើងប្រាក់ខែទូនាទីឋានៈហ្នឹងក៏កើតមានឡើងដែរចាប់តាំងពីដើមខែថ្ងៃទី1 11និងថ្ងៃទី21បាទអញ្ចឹងបន្ទាប់មកទៀតយើងក៏មានមុខរបរអាជីពការងារវិនិយោគការដឹកនាំប្រើប្រាស់យុទ្ធសាស្ត្រអញ្ចឹងយើងមានទ្រព្យនៅក្នុងការជួលណាបងប្អូនទ្រព្យតែជួលហ្នឹងមានអីគេមានផ្ទះជួលមានដីជួលបាទមានឃ្លាំងជួលបាទរបស់សិទ្ធជាបន្ទប់ជួលឬក៏យើងគេហៅថាអាចលក់ franchise លក់កម្មសិទ្ធិលក់អីទាំងអស់ហ្នឹងក៏ជាការវិនិយោគដែរមិនមែនការទិញការជួលប៉ុន្តែវាជាការដែលយើងអាចបង្កើតប្រភពប្រាក់ចំណូលការចេញអំពីការលក់កម្មសិទ្ធិបញ្ញាឬ franchise ហ្នឹងអញ្ចឹងឱកាសទាំងអស់នោះវាកើតមានឡើងនៅក្នុងបណ្ដាថ្ងៃទាំងអស់នេះឯងគឺស្ថិតនៅក្នុងថ្ងៃទី4 14និងថ្ងៃទី24បាទហើយឥឡូវយើងពិនិត្យមើលបន្ថែមទៀតហ្នឹងឱកាសនៅក្នុងការកសាងកេរ្តិ៍ឈ្មោះជាពិសេសមុខរបររីកលូតលាស់រុងរឿងនៅក្នុងឱកាសតូចធំអញ្ចឹងមុខរបរតាក់ទងជាមួយនឹងធាតុទឹកបាទអញ្ចឹងធាតុទឹកមិញយើងបានបញ្ជាក់ច្រើនមកហើយនៅក្នុងរឿងដែលតាក់ទងកាលដែលយើងបកស្រាយមុននឹងមិញណាអញ្ចឹងឱកាសនៅក្នុងការកសាងកេរ្តិ៍ឈ្មោះភាពល្បីល្បាញបណ្ដាញសង្គមបាទការធ្វើទីផ្សារប័ណ្ណការលក់ហ្នឹងគឺមានភាពល្អប្រសើរដែលនាំមកនៅប្រភពប្រាក់ចំណូលច្រើនអញ្ចឹងច្រើនហ្នឹងវាកើតឡើងស្ថិតលេខធ្លោស្ថិតនៅក្នុងថ្ងៃណាខ្លះហើយវាកើតឡើងស្ថិតនៅក្នុងថ្ងៃទី9 19និងថ្ងៃទី29ដែលស្ថិតនៅក្នុងខែ4នេះសម្រាប់រិស័យឆ្នាំមមីរបស់លោកអ្នកបាទអញ្ចឹងយើងឃើញថាមុខរបរលុយកាក់ទ្រព្យសម្បត្តិអាជីវកម្មដែលតាក់ទងជាមួយនឹងវិស័យធាតុឈើដែលកើតចេញនៅក្នុងជំនាញនៅក្នុងលោកអ្នកកំពុងធ្វើការនៅក្នុងមន្ទីរក្រសួងផ្នែកអប់រំណាក្រសួងអប់រំក្រសួងសុខាភិបាលនិងក្រសួងកសិកម្មអានឹងយើងនិយាយអំពីទូនីតិនៅក្នុងក្រសួងហ្នឹងទៅដើម្បីឲ្យបងប្អូនហ្នឹងទទួលបានចំណេះដឹងច្រើនស្ថិតនៅក្នុងការយល់ហើយក៏នេះហើយបមួយទៀតបើនិយាយស្រួលស្ដាប់បើយើងមិនធ្វើការក្នុងក្រសួងទេអ្នកលក់ដូរផ្លែឈើណាមិនថាពីខាងណាទេអញ្ចឹងមុខរបរហ្នឹងឆ្នាំមមីដែលរកស៊ីមុខរបរហ្នឹងគឺកាក់កបប្រកាសជាបានលុយច្រើនទាំងលុយសន្សំលុយវិនិយោគបាទអានឹងយើងតាក់ទងជាមួយនឹងធាតុឈើហ្នឹងគឺយើងងាយស្រួលយល់អញ្ចឹងបងប្អូនកលេសមកទៀតទៅសំបីតលក់គ្រឿងសង្ហារឹមតុកទូអីហ្នឹងក៏លក់ដាច់ដែរអញ្ចឹងឲ្យតែតាក់ទងរឿងឈើបងប្អូនវិភាគឲ្យពិនិត្យមើលខ្លួនឯងទៅណាអញ្ចឹងយើងកំពុងតែពិនិត្យមើលបន្ថែមតាក់ទងជាមួយនឹងជោគជតារាសីរបស់លោកអ្នកពិនិត្យមើលនៅក្នុងទូនីតិមុខមាត់សុខភាពជោគវាសនាភាពជោគជ័យរបស់លោកអ្នកក៏ដូចជាតំណែងតំណងឬក៏សុខដុមរមនាសុភមង្គលនៅក្នុងគ្រួសាររវាងដៃគូឬក៏ជីវិតជាគូស្វាមីភរិយារបស់លោកអ្នកសុខសាន្តឬមានទំនាស់នឹងគ្នាទេបាទអញ្ចឹងបើនិយាយរឿងប្តីប្រពន្ធកុំនិយាយពាក្យថាសុខសាន្តរុងរឿងពេញមួយជីវិតគ្មានចំណោះសោះវាមិនមាននោះទេប៉ុន្តែគ្រាន់តែថាវាមានច្រើននិងមានតិចអញ្ចឹងអាមានច្រើនការចេញពីណាមកអាមានតិចការចេញពីរឿងអីខ្លះអញ្ចឹងមានច្រើនគឺការចេញទី1គឺប្រភពប្រាក់ចំណូលនឹងតែម្ដងរឿងអត់លុយតែអត់លុយហើយគឺទំនាស់ហើយមានបញ្ហាគ្រប់សាច់រឿងទាំងអស់រឿងតូចរឿងធំចាមានតិចហ្នឹងមានពីណាមកថាមានតិចគឺមានន័យថាការចេញអំពីការនឿយហត់រៀងខ្លួនទៅក៏ប្រចាំឬក៏មានអារម្មណ៍មួម៉ងទៅជារឿងសាច់រឿងពិតនៅក្នុងជីវិតរបស់មនុស្សនៅខាងក្រៅហើយស្ថិតនៅក្នុងរឿងនោះផងដែររិស័យឆ្នាំមមីរបស់លោកអ្នកស្ថិតនៅក្នុងខែនេះតើនឹងមានរឿងអ្វីកើតឡើងរឿងល្អយ៉ាងម៉េចខ្លះរឿងមិនល្អយ៉ាងម៉េចខ្លះចឹងនៅក្នុងខែ4នេះលោកអ្នកតែងតែប្រស័យតាក់ទងជាមួយមនុស្សដែលកើតនៅក្នុងឆ្នាំចឆ្នាំរោងឆ្នាំមមែឆ្នាំថោះបាទអញ្ចឹងឆ្នាំថោះហ្នឹងគឺបានភ្ជាប់មកជាមួយនឹងការកសាងកេរ្តិ៍ឈ្មោះការផ្លាស់ប្ដូរការងារពីកន្លែងមួយទៅកន្លែងមួយក្នុងន័យល្អការឡើងនៅទូនីតិឋានន្តរស័ក្តិឱកាសនៅក្នុងការ
ធ្វើឲ្យមានភាពស្រស់ស្រាយនៅក្នុងជីវិតមានភាពកក់ក្ដៅនៅក្នុងគ្រួសារទទួលបានតំណែងទទួលបានឱកាសនៅក្នុងការភាពកសាងគេឈ្មោះល្បីល្បាញនោះអញ្ចឹងឱកាសដែលយើងទទួលបាននោះនៅក្នុងការងារទាំងអស់ហ្នឹងគឺកើតឡើងស្ថិតនៅក្នុងថ្ងៃទី3 13និងថ្ងៃទី23បាទពិនិត្យមើលបន្ថែមថាយើងមានផ្ទះច្រើនកន្លែងនៅក្នុងការវិនិយោគបាទទទួលបានទ្រព្យជួលនឹងរាប់តាំងពីម៉ូតូឡានផ្ទះបន្ទប់តាក់ទងនឹងអគារទាំងមូលតាក់ទងជាមួយនឹងឃ្លាំងនិយាយរួមទៅឲ្យតែរបស់របរប្រើប្រាស់តាក់ទងជាមួយនឹងលំនៅឬក៏របស់ដែលយើងសម្ភារៈឧបករណ៍ដែលយើងប្រើប្រាស់ទូទៅដែលយើងអាចលក់បានជួលបានហ្នឹងរិស័យឆ្នាំមមីរបស់លោកអ្នកហ្នឹងគឺមានឱកាសនៅក្នុងការកសាងនៅការងារទាំងអស់ហ្នឹងអញ្ចឹងសមត្ថភាពនៅក្នុងការរលុយរបស់លោកអ្នកគឺច្រើនបាទស្ថិតនៅក្នុងខែនេះណាប៉ុន្តែអ្វីដែលលោកអ្នកត្រូវប្រុងប្រយ័ត្នបាទត្រូវប្រុងប្រយ័ត្ននោះគឺតាក់ទងជាមួយនឹងការបាត់បង់របស់ទ្រព្យឬក៏បញ្ហាផ្លូវច្បាប់ហិរញ្ញវត្ថុឯកសារផ្លូវច្បាប់ដែលតាក់ទងជាមួយនឹងរឿងខ្ចីលុយរឿងវិនិយោគរឿងទិញរបស់អីហ្នឹងគូប្រុងប្រយ័ត្នវាអាចបាត់បង់ឬក៏យើងអាចនិយាយម្យ៉ាងទៀតថាទៅធ្វើដំណើរទៅផ្លូវឆ្ងាយឬក៏ទៅចេញនៅក្នុងផ្ទះអាចវាជ្រុះបាត់ឬក៏វាច្រឡំឬក៏វាអាចសัตว์ពំដូចជាកណ្ដោអញ្ចឹងវាពំដាក់ទៅតាណាឬក៏វាយកទៅធ្វើសបុកវាបាត់អញ្ចឹងប្រយ័ត្នអានឹងបាត់លុយបាត់របស់ឬក៏អត្តសញ្ញាណប័ណ្ណឬក៏ឯកសារអីវាត្រូវបំផ្លាញដោយសัตว์កលាតឬក៏ដោអីចឹងទៅណាអញ្ចឹងវាមានរឿងច្រើនកិច្ចការងារទាំងអស់ហ្នឹងដែលយើងត្រូវដឹងចឹងការងារទាំងអស់ហ្នឹងអាសេចក្តីប្រុងប្រយ័ត្នហ្នឹងវាមានបញ្ហាស្ថិតនៅក្នុងថ្ងៃទី7 17និងថ្ងៃទី27បាទហើយចំពោះរឿងដែលយើងដាក់ជួលដាក់អីផ្ទះមានប្រភពប្រាក់ចំណូលហ្នឹងណាវាកើតមានឡើងស្ថិតនៅក្នុងថ្ងៃទី4 14និងថ្ងៃទី24បាទអញ្ចឹងតើរិស័យឆ្នាំមមីរបស់លោកអ្នកមានរឿងល្អអ្វីខ្លះទៀតទៅដែលយើងអាចដឹងបានហើយនឹងមានរឿងដែលយើងគួរប្រុងប្រយ័ត្នយ៉ាងដូចម្ដេចខ្លះបាទអញ្ចឹងដូចបានបញ្ជាក់យ៉ាងច្រើនអញ្ចឹងរឿងល្អហ្នឹងគឺថាឡើងទូនីតិឋានៈគេឈ្មោះទទួលបានតំណែងសេចក្តីសុខទទួលបាននៅពេលជួបបញ្ហានេះគឺថាមានអ្នកជួយដោះស្រាយឬក៏មានសមត្ថភាពនៅក្នុងការដោះស្រាយបញ្ហាហើយសេចក្តីដែលយើងគួរដឹងនៅក្នុងការប្រុងប្រយ័ត្នបន្ថែមប្រុងប្រយ័ត្នចំពោះការដែលក្បត់ពីក្រោយខ្នងការនិយាយដើមបង្កាច់បង្ខូចបាទឬក៏ក្តីក្តាមផ្លូវច្បាប់តាក់ទងជាមួយនឹងបញ្ហាច្បាប់រដ្ឋបាលឬក៏គួរប្រុងប្រយ័ត្នចំពោះឯកសារមិនដូចបានបញ្ជាក់មិញអញ្ចឹងណាឬក៏កិច្ចសន្យាការជៀសវាងការឈ្លោះប្រកែកដែលនាំឲ្យកើតនៅរឿងក្តីក្តាមហើយទី2នេះគឺរឿងបញ្ហាសម្ពាធផ្លូវចិត្តមិនសប្បាយចិត្តគួរយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាពភាពសុខដុមរមនាជាពិសេសសុខភាពរបស់មនុស្សចាស់នៅក្នុងផ្ទះហើយគួររំលឹកដែរថាទៅប្រុងប្រយ័ត្នចំពោះសុខភាពសាច់ញាតិការទុកសោកនៅក្នុងគ្រួសារអញ្ចឹងហេតុអីបានទៅការវាមានបញ្ហាសម្ពាធស្ថិតនៅក្នុងមមីហើយនឹងចនេះអញ្ចឹងវាមានរោងនៅខាងក្រោមបាទអញ្ចឹងរោងចប្រឆុងគ្នាអញ្ចឹងឆុងគ្នាឲ្យតែមកដល់ផ្ទះរៀងមួម៉ៅរវាងប្តីនិងប្រពន្ធមួម៉ៅអារឿងនិយាយរួមទៅគេហៅថាធំរៀងខ្លួនមកពីរឿងធំទេបើថាកុំឲ្យធំខំតែទូនីតិប្តីប្រពន្ធអាហ្នឹងអត់សូវអីតែចេញទៅលក្ខណៈមេដឹកនាំហើយអាហ្នឹងឆ្លោះគ្នានឹងឯងអញ្ចឹងចនិងរោងគឺអញ្ចឹងដូចគ្នាអញ្ចឹងវាប៉ះគ្នានៅពេលដែលវាមកដល់ផ្ទះនៅពេលកន្លែងការងារហើយបើចេញតែក្រៅអត់សូវឆ្លោះគ្នាទេណាបងប្អូនតែបើមានការងារអីដែលមើលទៅរៀងសុកបន្តិចគឺចាប់ដើមទាស់មកទាស់នេះទាស់នោះមូលហេតុអីអញ្ចឹងគឺចនឹងរោងអញ្ចឹងបើយើងយកតារាមប៉ាជើបានបង្ហាញថាចស្ថិតនៅក្នុងជួរថ្ងៃក៏មានស្ថិតនៅក្នុងរាសីលក្ខចមានបញ្ហាឆុងជាមួយនឹងរោងស្ថិតនៅក្នុងជួរខែអញ្ចឹងតំណែងតំណងការងារហ្នឹងគឺវាមានសកម្មភាពបែបហ្នឹងឯងបាទអញ្ចឹងតាក់ទងជាមួយនឹងមនុស្សចាស់នៅក្នុងផ្ទះឬក៏ជាមួយម្ដាយបើថានៅខាងស្រីទៅជាមួយម៉ែក្មេកអញ្ចឹងទៅបើនៅខាងប្រុសជាមួយម៉ែក្មេកម៉ែខាងប្តីអញ្ចឹងទៅអញ្ចឹងតំណែងតំណងមិនសូវជាពេលខ្លះស្ដាប់ទៅអត់សូវចូលតាមពិតយោបល់ល្អទេមកពីយើងអត់បើកចិត្ត
យើងឲ្យតែលឺសំឡេងឲ្យតែចេញពីបុគ្គលមួយនឹងមកម្នាក់នឹងមកដឹងតែអត់សូវល្អមកពីយើងវាបាត់ចិត្តខ្លួនយើងអញ្ចឹងទេអញ្ចឹងតោះតែយើងដឹងសាច់រឿងហ្នឹងទៅយើងបើកទៅសេចក្តីផលប្រយោជន៍គ្រប់យ៉ាងនឹងកើតមានដល់លោកអ្នកតែបើយើងប្រកាន់គឺនឹងមានបញ្ហាឧបសគ្គនិងគ្រោះកើតឡើងជាបន្តបន្ទាប់យើងត្រូវចាំថាគ្រោះឧបសគ្គចង្រៃសេចក្តីវិនិច្ឆ័យកើតមានឡើងគឺកើតចេញអំពីបុគ្គលពីរមិនមែនកើតចេញអំពីបណ្ឌិតនោះទេឥឡូវយើងពិនិត្យមើលនៅក្នុងកត្តាសំខាន់ជាបន្ទាប់តាក់ទងជាមួយនឹងមុខរបររកស៊ីការវិនិយោគតាក់ទងជាមួយនឹងការធ្វើដំណើរតាក់ទងជាមួយនឹងការពិនិត្យមើលនៅក្នុងទំនាក់ទំនងរវាងមនុស្សនៅខាងក្រៅក៏ដូចជាការរក្សាទំនាក់ទំនងរវាងកូនចៅប្រុសស្រីរវាងបុគ្គលិកប្រុសស្រីហ្នឹងតើមានរឿងល្អៗនិងមានរឿងឈឺក្បាលយ៉ាងម៉េចខ្លះដែលពួកគេអាចនាំឲ្យយើងដោះស្រាយឬឱកាសនៅភាពមានបានយើងត្រូវជំរុញយ៉ាងធ្វើដូចម្ដេចខ្លះហើយស្ថិតនៅក្នុងវ័យចាស់សុខភាពរបស់លោកអ្នកយ៉ាងដូចម្ដេចដែរមានអ្នកជួយគ្រប់គ្រងឬក៏កូនចៅយកចិត្តទុកដាក់ចំពោះលោកអ្នកទេហើយលោកអ្នកមានឱកាសនឹងផ្ដល់ភាពកក់ក្ដៅចំពោះកូនចៅរបស់លោកអ្នកដូចជាការចែកទ្រព្យសម្បត្តិឬក៏ការដែលយើងរៀបចំនៅរបៀបនៅក្នុងការដឹកនាំអាជីវកម្មនឹងមានភាពល្អប្រសើរដែរឬទេបាទអញ្ចឹងទាំងអស់នេះយើងនឹងធ្វើការបកស្រាយនៅរឿងល្អនិងរឿងមិនល្អសម្រាប់វិស័យឆ្នាំមមីរបស់លោកអ្នកស្ថិតនៅក្នុងខែ4នេះគឺឱកាសនៅក្នុងការដែលយើងតាក់ទងជាមួយនឹងការវិនិយោគតាក់ទងជាមួយនឹងឱកាសនៅក្នុងការរៀបចំប្រាក់ចំណេញក៏ដូចជាមុខរបរអាជីពតាក់ទងជាមួយនឹងរឿងវិស័យធាតុមាសអញ្ចឹងវាមានការតាក់ទងជាមួយហិរញ្ញវត្ថុការខ្ចីលុយណាចងការឬក៏លក់សម្ភារៈវត្ថុប្រើប្រាស់ដែលកើតចេញអំពីលោហៈធាតុឧទាហរណ៍មានដូចជាឡានម៉ូតូត្រាក់ទ័រឬក៏កង់ឬក៏សិប្បកម្មដែកឬក៏ទូនាទីយើងនៅក្នុងការកាន់កាប់ផ្នែកគណនេយ្យហិរញ្ញវត្ថុសេដ្ឋកិច្ចអីហ្នឹងវាអាចមានការប្រកួតប្រជែងគ្នាច្រើនហើយវាធ្វើឲ្យយើងបាត់បង់ខាតបង់ផលប្រយោជន៍ថែមទៀតផងអញ្ចឹងឱកាសដែលយើងត្រូវប្រុងប្រយ័ត្ននោះវាបានបញ្ជាក់ខាងដើមម្ដងហើយគឺស្ថិតនៅក្នុងថ្ងៃទី7ថ្ងៃទី17និងថ្ងៃទី27ស្ថិតនៅក្នុងខែ4នេះបាទអញ្ចឹងចំពោះតំណែងតំណងមិនសូវជាមានបញ្ហាអីទេជាមួយនឹងខាងផ្នែកប្រុសមិនថាចៅប្រុសកូនប្រុសឬក៏បុគ្គលិកប្រុសបាទប៉ុន្តែគ្រាន់តែថាពួកគាត់នឹងឯងក៏ត្រូវប្រុងប្រយ័ត្នចំពោះការដូចថាទៅទាលុយឬក៏ទៅធ្វើអីវាមានបញ្ហាច្រឡំនៅក្នុងឯកសារឬក៏វាជ្រុះបាត់របស់ឬក៏ស្អីដែលពួកគាត់នេះជាអ្នកកាតជូនគាត់តែវាជាអតិពលមកដល់យើងជាប្រធានជាមេជាពុកម្ដាយឬក៏ជាតាអីចឹងទៅដែលត្រូវដោះស្រាយជាអាណាព្យាបាលរបស់គាត់នឹងត្រូវដោះស្រាយឲ្យគាត់ហើយអញ្ចឹងស្ថិតនៅក្នុងនោះគឺបានបញ្ជាក់ថាក៏មានគូប្រកួតប្រជែងនៅក្នុងមុខរបរអាជីពដូចគ្នានៅក្នុងការរកស៊ីដូចគ្នាឬក៏នៅក្នុងវិស័យធាតុមាសនឹងតែម្ដងហើយបញ្ជាក់ថាស្ថិតនៅក្នុងត្រាំងបាជឺបានបញ្ជាក់ថាស្ថិតនៅក្នុងម៉ោងបានបញ្ជាក់ពីរឿងថាបងប្អូនលោកអ្នកជួយយកអាសាជាពិសេសគឺអ្នកមានអំណាចអ្នកដែលមានទូនាទីអាជ្ញាធរគឺមិនសូវល្អប្រសើរទេជួយគេទៅគេថាគេជួយយើងតែអារឿងលុយកាក់យើងចាយវាស៊ីចុកផាត់ស៊ីរឿងសហុយថ្លៃធ្នូអីហ្នឹងគឺយើងអ្នកចាញ់តែតាមពិតយើងមានបំណងល្អទៅឲ្យគេប៉ុន្តែដូចរបៀបថាគេធ្លាប់អញ្ចឹងណាគេអត់គិតថាយើងជួយគេវាទៅតែតម្រូវថាទៅឲ្យគេហើយនៅក្នុងសកម្មភាពវាអាចមានការប្រកួតប្រជែងសម្ដីតូចធំដាក់គ្នាឬក៏មានបញ្ហាប្រឈមអញ្ចឹងបងប្អូនដែលមានការងារដែលពាក់ព័ន្ធជាមួយអាជ្ញាធរបែបនេះត្រូវលើកដាក់និងមានលក្ខណៈត្រៀមទុកជាមុននៅក្នុងកិច្ចការងារតូចធំហើយយ៉ាងណាមិញបើសិនជាយើងរៀបចំរួចរាល់ហើយវាទៅជារឿងដែលយើងតំណែងតំណងនោះវាទៅជារឿងល្អទៅវិញណាយើងប្រុងប្រយ័ត្នអញ្ចឹងវាស្មើនឹងយើងអាចតំណែងតំណងជាមួយនឹងការមុខរបរអាជីពរបស់យើងបានល្អប្រសើរជាមួយអតិថិជនអញ្ចឹងធ្វើឲ្យយើងនឹងមានភាពច្បាស់លាស់នៅក្នុងការដឹកនាំសម្រាប់ចិត្តអីចឹងទៅហើយធ្វើឲ្យឯកសារធ្វើឲ្យការងាររបស់យើងនៅក្នុងការលក់ការបិទការលក់ក៏ដូចជាការចរចាទិញដូរជាមួយអតិថិជននឹងមានភាពល្អប្រសើរបាទនៅពេលដែលយើងកែប្រែហើយអញ្ចឹងកិច្ចការងារទាំងអស់នោះវាកើតមានឡើងល្អប្រសើរនៅក្នុងការបិទការលក់ឬក៏តំណែងជាមួយអតិថិជនហ្នឹងបាទ
គឺស្ថិតនៅក្នុងបណ្ដាថ្ងៃទាំងអស់នេះឯងបាទគឺថ្ងៃទី2 12និងថ្ងៃទី22បាទអញ្ចឹងលោកអ្នកក៏នៅតែមានឱកាសនៅក្នុងការជួលអចលនទ្រព្យរបស់លោកអ្នកដដែលបាទហើយនៅក្នុងនោះផងដែរក៏មានមិត្តភ័ក្តិសមាគ្នាគឺជួយណាជួយឧបត្ថម្ភត្រង់ការពារនិងជួយរឿងល្អៗបាទអញ្ចឹងរឿងល្អៗហ្នឹងនិយាយថែមថាវាបាននាំមកភាពសម្បូរបែបនាំមកនូវទ្រព្យសម្បត្តិការងារល្អៗនៅក្នុងវ័យចាស់របស់យើងនាំមកឲ្យកូនចៅនាំកូនចៅនាំលៀបសំណាងឲ្យមានន័យថាកូនចៅកតញ្ញូបាទថាជាបុគ្គលិកមិនថាជាកូនចៅបកើតទេតំណាងឲ្យឋានៈការផ្លាស់ប្ដូរមានសមត្ថភាពនៅក្នុងការសម្របខ្លួនទៅក្នុងបរិយាកាសថ្មីអាចឡើងទូនទីទៀតចាប់ពីអាយុ50ទៅហើយផ្លាស់ប្ដូរហើយលោកអ្នកនឹងក៏មានការជុំជ្រែងទទួលស្គាល់នឹងពីមនុស្សដែលមានឋានៈខ្ពស់និងសំណាងល្អនៅក្នុងការងារនិងការងារធំហើយបើសិនជាយើងគិតក្នុងវ័យចាស់មិនសូវជាមានការខ្វះខាតអីទេហូបចុកគ្រប់គ្រាន់សំណាងល្អបាទតែសេចក្តីប្រុងប្រយ័ត្នមួយចំនួនក៏ទៅតែមានដែរនៅក្នុងវ័យចាស់ឬក៏ការងាររបស់យើងសម្រាប់ការគ្រប់គ្រងមុខរបរអាជីពជំនួញការងារកូនចៅបុគ្គលិកប្រុសស្រីហ្នឹងគឺបង្ហាញថាលោកអ្នកមានសភាពនឿយហត់សុខភាពនឿយហត់ហើយឧបសគ្គខ្លះនៅក្នុងការងារឬក៏លទ្ធផលយឺតយ៉ាវបន្តិចតួចអញ្ចឹងក៏មានការព្រួយបារម្ភឬតំណាងឲ្យភាពតានតឹងនៅក្នុងចិត្តដែលបង្ហាញថាគឺជាការបាត់បង់របស់តូចតាចដោយភ្លេចភ្លាំងភ័ន្តច្រឡំដោយបានបញ្ជាក់ខាងដើមមិញអញ្ចឹងរឿងបាត់រឿងច្រឡំហ្នឹងបងប្អូនគាត់តែដឹងតែពាក្យថាបាត់ច្រឡំហ្នឹងទៅប៉ុន្តែអារឿងតាក់ស្ដែងតាក់ទងជាមួយការងារបងប្អូនវិភាគមើលខ្លួនឯងគិតមើលខ្លួនឯងថាប្រយ័ត្នខ្លួនឯងថាវាអាចមានអញ្ចឹងស្ថិតនៅក្នុងខែនេះហើយចឹងក៏វាបង្ហាញអំពីការរំខានការបែកបាក់តំណែងតូចតាចឬក៏ការខូចខាតសម្ភារៈខ្លះអញ្ចឹងកាលណាខូចខាតយើងជួសជុលអានោះវាស្មើនឹងបាត់បង់ទ្រព្យសម្បត្តិដូចគ្នាយើងជួសជុលយកលុយឲ្យវារបស់ខូចអស់លុយថែមទៀតអញ្ចឹងប្រើប្រាស់សម្ភារៈវត្ថុអីផ្សេងដែលយើងនេះមិនថាជាគ្រឿងចក្រគ្រឿងយន្តឬក៏ឧបករណ៍សម្ភារៈប្រើប្រាស់ឲ្យផ្សេងទៅមានរបៀបរបបមានវិន័យនៅក្នុងការប្រើទុកដាក់ឲ្យមានរបៀបរបបអញ្ចឹងទៅហើយត្រូវប្រុងប្រយ័ត្នចំពោះបញ្ហាឯកសារផ្លូវច្បាប់ឬការយល់ច្រឡំជាមួយអាជ្ញាធរនិងអ្នកមានអំណាចបានបញ្ជាក់មិញហ្នឹងគ្រាន់តែបន្ថែមឲ្យមានសេចក្តីកាន់តែពិស្ដារថែមទៀតបាទរិស័យឆ្នាំមមីរបស់លោកអ្នកដែលមានផ្កាយជីវិតលេខ7បងប្អូនលោកអ្នកកុំភ្លេចថានៅពេលដែលបងប្អូនមានបញ្ហាមនុស្សដែលអាចជួយលោកអ្នកបានគឺជាសាច់ញាតិរបស់លោកអ្នកនឹងមុនគេមិនថាជាឪពុកម្ដាយជាដូនជាតាជាប្តីឬជាប្រពន្ធឬក៏ជាកូនប្រុសកូនស្រីរបស់លោកអ្នកឬក៏ជាចៅឲ្យទៅជាសាច់ញាតិចិត្តដិតឬក៏ជាមិត្តភ័ក្តិចិត្តដិតអាចជាគ្រូជាទីប្រឹក្សាទាំងអស់នេះសិតតែជាអ្នកដែលអាចជួយលោកអ្នកបានមិនថារឿងបញ្ហាទ្រព្យសម្បត្តិបញ្ហាយុទ្ធសាស្ត្រផែនការការងារហិរញ្ញវត្ថុអញ្ចឹងសម្រាប់អ្នកដែលកើតនៅក្នុងឆ្នាំមមីមានផ្កាយជីវិតលេខ7គឺមានមនុស្ស2នាក់លោកអ្នកអាចពឹងពោរកអាស្រ័យពុំអ្នករបស់គាត់បានដោយងាយស្រួលគឺអ្នកដែលកើតនៅក្នុងឆ្នាំមមែមួយនិងអ្នកដែលកើតនៅក្នុងឆ្នាំឆ្លូវនេះ2បាទអញ្ចឹងសម្រាប់ការគិតវិភាគយុទ្ធសាស្ត្រចំណេះដឹងបច្ចេកវិទ្យាសម័យទំនើបនៅក្នុងការគ្រប់គ្រងដឹកនាំអាជីវកម្មឬក៏ការងារគឺការអភិវឌ្ឍស្រាវជ្រាវទាំងអស់នោះឬក៏គំនិតជំនាញថ្មីមនុស្សដែលកើតនៅក្នុងឆ្នាំកុរអាចជួយរិស័យឆ្នាំមមីរបស់លោកអ្នកបានសម្រាប់ការកសាងកេរ្តិ៍ឈ្មោះការធ្វើទីផ្សារបិទការលក់ជំនាញបណ្ដាញសង្គមបាទការផ្សព្វផ្សាយឬក៏ការរៀបចំយុទ្ធសាស្ត្រទីផ្សារផ្សេងមនុស្សដែលកើតនៅក្នុងឆ្នាំថោះអាចជួយរិស័យឆ្នាំមមីដែលមានផ្កាយជីវិតលេខ7របស់លោកអ្នកបានហើយសម្រាប់គំនិតអាជីវកម្មការធ្វើចំនួនការផ្លាស់ទីពីកន្លែងមួយទៅកន្លែងមួយនៅក្នុងន័យអាជីវកម្មវិនិយោគការងារទៅខាងក្រៅប្រទេសគំនិតនៅក្នុងការអភិវឌ្ឍទ្រព្យសម្បត្តិបាទព្រួយផ្ដើមផ្ដល់យោបល់អនុវត្តមនុស្សដែលកើតនៅក្នុងឆ្នាំវកអាចជួយរិស័យឆ្នាំមមីដែលមានផ្កាយជីវិតលេខ7របស់លោកអ្នកបានដោយបានបញ្ជាក់នៅខាងដើមសំណួរសួរថាដើម្បីឲ្យវាចាកនៅឧបសគ្គទាំងឡាយបានតើយើងគួរធ្វើយ៉ាងម៉េចដើម្បីបង្កើនសំណាងអញ្ចឹងសំណាងទាំងអស់នោះកើតចេញអំពីការបង្ហាញតាមរយៈជោគវាសនាជោគជាតារិស័យរបស់លោកអ្នកតាមរយៈត្រាំងបាជឺបានបង្ហាញឲ្យឃើញហើយសកម្មភាពរបស់លោកអ្នកនឹងគឺត្រៀមរួចហើយអញ្ចឹងយើងនៅសល់មួយទៀតគឺទីតាំងបាទទីតាំងដែលយើងរស់នៅកន្លែងយើងធ្វើការហ្នឹងធ្វើម៉េចឲ្យវាល្អវាស័ក្តិសមជាមួយរិស័យរបស់លោកអ្នក
បើប៉ាជឿបច្ចៈថាលោកអ្នកមានលៀបសំណាងឱកាសប៉ុន្តែពេលក្នុងខែហ្នឹងរលុយអត់បានទៅវិញឧបសគ្គគ្រៀងរហូតជោគល្បាត់របស់ចំនួនគេញុះញង់បញ្ហាអីគ្រប់សពកើតឡើងអញ្ចឹងមូលហេតុអីថាមូលហេតុដែលយើងប្រើប្រាស់អង្គុយធ្វើការឬក៏ទីតាំងដែលយើងប្រើជាបន្ទប់ដីក្តីតុធ្វើការក្តីកន្លែងគិតលុយក្តីកន្លែងដែលយើងតំណែងសម្រាប់ចិត្តស្អីសិតចំទៅលើជឹកសយទិសឆុងអញ្ចឹងហើយបានជាយើងដឹងថារិស័យឆ្នាំមីរបស់លោកអ្នកដែលមានការជីវិតលេខ7តើមានទិសល្អចំនួនប្រមាណមានន័យថាម៉េចទិសមិនល្អចំនួនប្រមាណហើយមានវិបត្តិនិងមានសេចក្តីប្រុងប្រយ័ត្នដូចម្ដេចបាទឥឡូវយើងដើម្បីឲ្យល្អរិស័យឆ្នាំមីរបស់លោកអ្នកត្រូវជៀសវាងនៅទិសមិនល្អជាមុនសិនបាទអញ្ចឹងទិសមិនល្អនោះវានាំមកនៅអីខ្លះអញ្ចឹងទិសមិនល្អនោះគឺមានដូចជាទី1គឺទិសខាងជើងទី2ទិសខាងត្បូងទី3គឺទិសខាងត្បូងកើតនិងទី4គឺទិសខាងកើតបាទអញ្ចឹងទិសមិនល្អនោះវានាំមកនៅបញ្ហាជ្រុះប្រកែកបាត់បង់ទ្រព្យសម្បត្តិក្តីក្តាំរឿងរំខានក្បត់គ្រោះអគ្គីភ័យបញ្ហាផ្លូវច្បាប់ខ្សែធនរឿងអាស្រូវចំនួនទាស់តែងប្តីប្រពន្ធបញ្ហាសុខភាពផ្លូវកាយផ្លូវចិត្តវានាំមកនៅរឿងអាក្រក់ធ្ងន់ធ្ងរគ្រោះថ្នាក់ធំនិងចំនួនបរាជ័យអីជាដើមបាទអញ្ចឹងនៅкогдаយើងជិះបាននៅក្នុងទិសទាំងអស់នេះច្រើនម៉ោងពេកនៅក្នុងមួយថ្ងៃយើងល្អប្រសើរអញ្ចឹងដើម្បីឲ្យកាន់តែល្អទៀតយើងទៅប្រើប្រាស់នៅក្នុងទិសល្អដើម្បីជួយជោគជតារិស័យរបស់លោកអ្នកនឹងឲ្យកាន់តែមានលាភសំណាងសេចក្តីសុខនិងសុភមង្គលព្រមទាំងវិបុលភាពផងដែរអញ្ចឹងទិសល្អទាំង4ធំរបស់រិស័យឆ្នាំមីដែលមានការជីវិតលេខ7គឺមានចំនួន4ទិសដូចគ្នាបាទទិសទី1គឺទិសខាងជើងលិចទី2ត្បូងលិចទី3គឺជើងកើតនិងទី4គឺទិសខាងលិចអញ្ចឹងទិសទាំងអស់នោះមានន័យល្អប្រសើរយ៉ាងដូចម្ដេចដោយទិសខាងជើងលិចអញ្ចឹងបាននាំមកនូវភាពជោគជ័យបារមីនាំមកនូវការរីកចម្រើនលុយកាក់សេដ្ឋកិច្ចហិរញ្ញវត្ថុនិងលាភសក្ការៈទិសល្អទី2នៅទិសខាងត្បូងលិចបាននាំមកនូវមនុស្សជួបជុំជ្រែងគ្រប់ទីកន្លែងហើយមានសុខភាពល្អទាំងផ្លូវកាយផ្លូវចិត្តទិសល្អទី3នោះគឺទិសខាងជើងកើតបង្ហាញអំពីសេចក្តីស្រឡាញ់តំណែងតំណងនៅក្នុងគ្រួសារបណ្ដាញសង្គមឬក៏ការកសាងគេឈ្មោះការធ្វើទីផ្សារបិទការលក់អីជាដើមទទួលបានប្រាក់ចំណូលច្រើនហ្នឹងណាហើយចំណែកទិសល្អទី4ជាទិសស្ថិរភាពនាំមកនៅភាពស្ងប់ស្ងាត់អារម្មណ៍ផ្ដោតល្អការគិតផែនការយុទ្ធសាស្ត្រការងារដឹកនាំទូនីតិតំណែងឬក៏ប្រភពប្រាក់ចំណូលនោះគឺថាវាទៀងទាត់វានឹងនៅល្អមានការអភិវឌ្ឍសិក្សារៀនសូត្រគ្រប់ទីកន្លែងមានការអភិវឌ្ឍការផលិតទៅជាផលិតផលផ្សេងក៏ទទួលបានភាពជោគជ័យការគ្រប់គ្រងចេញអំពីមនុស្សនៅអ្នកប្រើប្រាស់នៅក្នុងសង្គមអញ្ចឹងតែគេគ្រប់គ្រងចេះលុយច្រើនណាបងប្អូនបាទអញ្ចឹងនេះសេចក្តីល្អដែលបងប្អូនត្រូវដឹងគ្រប់សាច់រឿងទាំងអស់ការសម្រេចចិត្តស្ថិតនៅលើបងប្អូនលោកអ្នកទាំងអស់គ្នាអញ្ចឹងសូមសេចក្តីសុខភាពមានបានការអភិវឌ្ឍនិងសេដ្ឋកិច្ចហិរញ្ញវត្ថុប្រភពប្រាក់ចំណូលចាររូបភាពកើតមានចំពោះបងប្អូនមិត្តភ័ក្តិនិង fan គ្រប់គ្នាទាំងអស់ដែលកំពុងតែតាមដានស្ដាប់នេះអញ្ចឹងជួបគ្នានៅក្នុងវីដេអូល្អៗជាបន្តទៀត